ការថែទាំប្រព័ន្ធអ៊ីរបស់ពួកម៉ូតូប្រើប៊ិចគឺវាថែទាំវាមានលក្ខណៈពិសេសជាងថែទាំពួកម៉ូតូប្រើបេនដោយសារអីដោយសារប្រព័ន្ធប៊ិចនឹងខ្យល់របស់វានឹងច្រើនជាងឬក៏ខ្លាំងជាងពួកប្រព័ន្ធប៊ិចបើដូចជាពួកប្រព័ន្ធប៊ិចបែបនេះបាទជាទូទៅគេតម្រូវឲ្យខ្ទង់ពី3000ទៅ5000គីឡូយើងឆែកម្ដងជាពិសេសនឹងបើយើងកាន់តែច្បាស់ទៀតយើងមើលតាមសភៅណែនាំតើសភៅណែនាំនឹងរយៈពេលប្រមាណគីឡូដែលយើងគួរឆែកម្ដងដូរប្រេកបាតប្រមាណដងយើងឆែកប្រព័ន្ធអ៊ីម្ដងប៉ុន្តែវាអាស្រ័យដែរវាអាស្រ័យត្រឹមថាបើយើងប្រើនៅតំបន់ដែលមានដីហុយច្រើននឹង1000 2000គីឡូនឹងយើងឆែកអ៊ីម្ដងទៅសារៈសំខាន់ក្នុងការឆែកអ៊ីដោយសារអីដោយសារអ៊ីនឹងគឺកន្លែងដែលបន្សុទ្ធខ្យល់មុននឹងខ្យល់ចូលទៅក្នុងម៉ាស៊ីនបើសិនជាខ្យល់នឹងមានជាតិដីមានជាតិអីកង្វក់ហ្នឹងគឺអ៊ែហ្នឹងវាស្រូបយកដីស្រូបយកអីមុននឹងខ្យល់ចូលទៅម៉ាស៊ីនប៉ុន្តែបើសិនជាប្រព័ន្ធអ៊ែហ្នឹងមានជាតិដីច្រើនដែលអ៊ែហ្នឹងមានណែនដីហើយប្រកាសជាដីចូលម៉ាស៊ីនគឺបញ្ហាម៉ាស៊ីនហើយជាទូទៅបងប្អូនតែកាលណាប្រព័ន្ធអ៊ែយើងណែនដីឬក៏ប្រព័ន្ធអ៊ែខូចហើយយើងដូរប្រព័ន្ធអ៊ែថ្មីដូរអ៊ែហៅ air filter ហ្នឹងដូរអ៊ែថ្មីមកយើងត្រូវដូរយកអាស៊ីនដែរកុំដូរដាក់អាយព្រោះអាយវាជាទូទៅវាអត់ជប់ដីបានល្អដូចស៊ីនទេតែកាលណាអត់អ៊ែនឹងអត់ដំណើរការល្អជាទូទៅដីវាចូលម៉ាស៊ីនតែកាលណាដីចូលម៉ាស៊ីនវាឆាប់ខូចម៉ាស៊ីនហ្នឹងឯងអញ្ចឹងបងប្អូនមួយចំនួនជួនកាលគាត់ចេះតែប្រើទេតំបន់ដីហុយតំបន់ដីមិនសូវហុយជាទូទៅយើង3000ទៅ5000គីឡូឆែកអ៊ែម្ដងទៅអ្នកខ្លះគេថា2ខែដូរប្រេកបាត់2ដង3ដងឆែកមើលអ៊ែម្ដងអាហ្នឹងជារឿងសំខាន់ដែរបើសិនយើងប្រើនៅតំបន់ដីហុយអញ្ចឹងឧស្សាហ៍ឆែក2000គីឡូ1000គីឡូតាមភាពជាក់ស្ដែងរបស់វាហើយយើងឧស្សាហ៍ស្ដាប់សំឡេងរបស់វាសំឡេងវារៀងខុលដូចឆ្លុះអត់អញ្ចឹងយើងមើលអ៊ែទៅសម្អាតអ៊ែចេញឧស្សាហ៍សម្អាតអ៊ែដែរបាទតែកាលណាអត់សម្អាតអ៊ែទេអ៊ែមានបញ្ហាវាអត់ទប់ដីបានទេដីចូលក្នុងម៉ាស៊ីនគឺខូចម៉ាស៊ីនហ្នឹងឯងអញ្ចឹងបងប្អូនជាពិសេសគឺពួកអសង្ឃប៊ិចបងប្អូនភាគច្រើនគឺអត់សូវដឹងក្នុងការថែទាំទេបងប្អូនមួយនោះគាត់ប្រើ2028 2024គាត់ធ្វើតាមណែនាំទៅអត់មានបញ្ហាទេអ្នកខ្លះទៀតនឹងប្រើបានតែប្រហែលខែខូចម៉ាស៊ីនបានអានឹងដោយសារការមិនដឹងពីការថែទាំការមិនប្រើទៅតាមសៀវភៅថែទាំបាទអរគុណច្រើន